ជំរាបសួរបងប្អូនទាំងអស់ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងចែកចំណេះដឹងទូទៅទៀតហើយនេះគឺជាវិធីចែកពីខ្ទង់670ចែកនឹង22 670ចែកនឹង22អញ្ចឹងយើងឃើញយើងក៏មាន670ចែកនឹង22យើងត្រូវកាត់ពីខ្ទង់អត់គិត1អត់គិត1 2មិនប៉ុន្មានដងស្មើ6យើងសូត្រមេ2ឲ្យត្រូវនឹង6យើងសរសេរលេខ3 2 3ដង3 2ដង6 3 2ដង6បន្ទាប់មកយើងសង្កេតមើល67ដក66បានអត់បានចឹងយើងដក7ដក6គឺស្មើ1 6ដក6គឺស្មើ0បន្ទាប់មកគឺយើងទម្លាក់0 10ចែកនឹង22បាននៅអត់បានទេតែយើងចែកបាន0ចម្លើយគឺឃើញ30សំណោះគឺ10អញ្ចឹងយើងសរសេរលេខ30មកដាក់ខ្ទង់ទី2 763ចែកនឹង45យើងកាត់យកពីខ្ទង់អញ្ចឹងយើងកាត់អត់កាត់1អត់កាត់1 4មិនបានអត់ស្មើ7 4ម្ដង1 5 1 4ដង5 1 4ដង4អញ្ចឹងយើងសរសេរលេខ45ក្រោមលេខ76 6ដក5គឺស្មើ6ដក5គឺស្មើ1 7ដក4គឺស្មើ3សរសេរលេខ3អញ្ចឹងយើងឃើញសំណោះ31ហើយ31តូចជាង45ឬនៅបើតូចជាងយើងឃើញត្រូវហើយតបមកយើងតម្លាក់3អត់ចិត្ត1 4មិនដល់ស្មើ31 4ម្ដង4 4 2ដង8 4 3ដង12 4 4ដង16 4 4 5ដង24 4 5ដង24 4 7ដង6 6 7 ដង28 4 8ដង4 8ដង38ដង4 8ដង36ច្រឡំ32 8ដងចុះយើងយក7ដងបើ5ដង35ទៅលេខ5ត្រូវទៅ3 7 4ដងប៉ុន្មានណាដឹងអាចលើកដៃ7 4ដងបើ7 4ដង28 28បូក3ប៉ុន្មាន8បូក3ស្មើ31ចឹងគឺថោកយើងអាចពីបានថយមកលេខ6 6ដង30សរសេរលេខ0ត្រូវទៅ3 6 4ដង24 បូក3ស្មើ27ចឹងយើងដក3ដាក់0គឺស្មើ3 1 17បានអត់បានទេចឹងយើងខ្ចីមកពី3ស្មើ2 3ស្មើ2 1នេះខ្ចីមកពី3ហើយយើងឡើងបាន11 7ដាក់11ស្មើប៉ុន្មានយើងមិនបាច់រាប់យកអីគេ11ដក7ចេះទេគឺវាពិបាកចឹងគឺយើងរាប់ម្រាមដៃក៏បានដែរ7យើងរាប់ពី7 8 9 10 11 12 13 14 15ច្រឡំខ្ញុំតោះហើយរាប់7 7 8 9 10 11សរសេរលេខ4 0អញ្ចឹងអ្នកនរគ្នាមើល43នេះតូចជាង45នៅតូចហើយអញ្ចឹងគេអត់មានតួអីដាក់ទេគឺដកទៅបាន0 5 0ដង0 4ដងស្មើប៉ុន្មាន0 43ដក0គឺស្មើ43ចំណែកឃើញ160ឥឡូវធ្វើលំហាត់ទី3 500
55ចែកនឹង5វិធីនោះស្រួលៗនេះអ្នកគ្នាយើងកាត់យកមកខ្ទង់ខ្ញុំដូចវែងពេកហើយកាត់ទៅពីទីបានតែខ្ញុំកាត់វែងពេកសុំមេ5ស្មើនឹង5សុំមេ5ស្មើនឹង5ម្ដង1 5ដង5 5ដាក់5គឺស្មើ0ទម្លាក់5ចុះ5ម្ដង5ម្ដងស្មើ5គឺម្ដងដូចគ្នា1 5ដង5 0លាក់5 5 1ម៉ានដល់ស្មើ5ស្មើ1 1 5ដង5 5ដក0គឺស្មើនឹង111សំណាប់គឺ0សំទាន់អ្នកអស់គ្នាបើអ្នកខ្លះវិញអ្នកចេះហ่ะសំទោសអ្នកចេះគឺ5អ្នកចេះវិញគឺឃើញភ្លាមសេលេខភ្លាមម្ដងអ្នកចេះហ่ะចែក5ចេះហ่ะអ្នកអស់គ្នាបើអ្នកចេះហ่ะចែកនឹង5ហើយកាត់មួយទៅគេឃើញចម្លើយហើយគេដកមកសំទោសអ្នកអស់គ្នាអ្នកចេះគឺលឿនអញ្ចឹងចម្លើយគឺឃើញ111បន្ទាប់មកគឺយើងដាក់ខ្ទង់ទី1ម្ដងឥឡូវអ្នកនរគ្នាគឺខ្ញុំត្រូវលុបប្រមាណវិធីទី1និងទី2ខ្ញុំត្រូវធ្វើជាមួយទី3ហ្នឹងប្រមាណវិធីទី4បន្ទប់អ្នកនរគ្នាចែកដឹងឬអត់ចំណេះដឹងទូទៅចែកគ្នាចេះឥឡូវយើងចូលប្រមាណវិធី